ឪពុកម្នាក់បានលក់កូនស្រីរបស់គាត់ទៅឲ្យបុរសចំណាស់ម្នាក់ហើយក្មេងស្រីនោះបានរត់គេចខ្លួនដើម្បីរស់ពេលឪពុករបស់នាងហៀបនឹងតាមទាន់នាងបានលោតចូលឡានទំនើបមួយគ្រឿងនៅតាមផ្លូវបុរសនោះបានសួរនាងយ៉ាងរហ័សថានាងកំពុងព្យាយាមធ្វើអ្វីក្មេងស្រីនោះបានអង្វរគាត់ឲ្យជួយសង្គ្រោះនាងហើយបានប្រាប់គាត់នៅអ្វីគ្រប់យ៉ាងដែលបានកើតឡើងពេលនោះឪពុករបស់នាងបានមកដល់ឡានជាមួយបុរសរបស់គាត់ក្មេងរូពីអញបានយកថ្លៃកូនក្រមុំរួចហើយអញពិតជារត់គេចខ្លួនមែនតើខ្ញុំគួរពន្យល់រឿងនេះទៅលោកចន់ដោយរបៀបណាប៉ាកុំបារម្ភអីខ្ញុំបានដាក់ថ្នាំឲ្យក្មេងរូពីនោះរួចហើយនាងមិនអាចទៅណាឆ្ងាយបានទេប្រញាប់ឡើងហើយរកនាងហើយចម្លែកណាស់មើលទៅដូចជាគ្មាននរណាម្នាក់នៅក្នុងឡានទេតោះទៅមើលទីនោះពួកគេទៅអស់ហើយខ្ញុំក្តៅខ្លាំងណាស់ខ្ញុំមានអារម្មណ៍មិនល្អអ្នកត្រូវបានគេដាក់ថ្នាំជួយខ្ញុំផងហើយភ្លាមនោះក្មេងស្រីនោះក៏បានសម្រាលកូនឲ្យបុរសនោះដើម្បីរស់រានមានជីវិតនាងបានចាប់ផ្ដើមលក់អាហារប្រអប់នៅតាមដងផ្លូវខណៈដែលកូនប្រុសដ៏ផ្អែមល្ហែមរបស់នាងបានប្រមូលដបដើម្បីជួយសម្រាលបន្ទុករបស់នាងរហូតដល់ថ្ងៃមួយឪពុកនិងបងប្រុសរបស់នាងបានរកឃើញនាងពួកគេបានដេញកម្មករទាំងអស់ដែលកំពុងញ៉ាំអាហារនៅទីនោះចេញភ្លាមហើយព្យាយាមយកនាងត្រឡប់ទៅវិញបន្ទុកឥតប្រយោជន៍បើអ្នកមិនរត់គេចខ្លួនទេហេតុអ្វីបានជាយើងត្រូវប្រគល់ថ្លៃកូនក្រមុំទៅលោកចន់វិញអ្នកបានចំណាយប្រាក់ឲ្យយើង$300,000តើលុយណែណាប្រគល់វាមកវិញប្រាក់ទាំងអស់ដែលខ្ញុំរកបានក្នុងរយៈពេល6ឆ្នាំកន្លងមកនេះត្រូវបានអ្នកយកទៅហើយតើកូនចង់បានអ្វីទៀតប៉ាហេតុអ្វីខ្ជិះខ្ជាយដង្ហើមលើនាងគ្រាន់តែយកវាទៅនេះជាប្រាក់បង់ថ្លៃសាលារបស់ថមសាលាគាត់គ្រាន់តែជាក្មេងមិនល្អម្នាក់គាត់គួរតែទៅធ្វើការសំណងហើយសងបំណុលអ្វីដែលអ្នកម៉ាក់ដឹងគឺគ្រាន់តែធ្វើឲ្យខ្ញុំស្ងួតប៉ុណ្ណោះម៉ាក់ឲ្យមើលខ្ញុំបានលក់របស់ទាំងនេះក្នុងតម្លៃ$5ប្រគល់វាទាំងអស់ទៅតើអ្នកកំពុងធ្វើអ្វីខ្ញុំបានសន្សំប្រាក់នេះដើម្បីរកឪពុករបស់ខ្ញុំក្មេងរកពីឲ្យប៉ាអ្វីឲ្យលុយមកខ្ញុំថមលេងទៅប៉ាថ្ងៃនេះកូននឹងនាំចៅប្រុសរបស់កូនមកវិញតើគាត់ជាប៉ារបស់កូនមែនទេកូនឲ្យជួយកូនសម្ដែងបន្តិចផងពេលវារួចរាល់កូននឹងឲ្យកូន$100,000តើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះថមចាប់ពីពេលនេះទៅអ្នកឈ្មោះថមអ្នកជាកូនប្រុសរបស់ខ្ញុំជាកូនប្រុសរបស់ជេកមកហៅខ្ញុំថាប៉ាតើប៉ាចាំអ្វីដែលប៉ាទើបប្រាប់ប៉ាទេខ្ញុំចាំហើយចៅហ្វាយប៉ាពិតជានឹងឲ្យយើង$100,000មែនទេកុំបារម្ភដរាបណាអ្នកបញ្ចប់ការងារខ្ញុំនឹងបើកលុយឲ្យអ្នកភ្លាមដរាបណាយើងអាចរកលុយបានយើងអាចស្នាក់នៅក្នុងទីក្រុងហើយរកប៉ាបានកុំបារម្ភអីចៅហ្វាយបេសកកម្មត្រូវបានធានាអ្នកមានអាយុ28ឆ្នាំហើយនៅតែមិនទាន់រៀបការខ្ញុំមានអ្នកនៅពេលខ្ញុំអាយុ60ឆ្នាំហើយឥឡូវនេះខ្ញុំអាយុ88ឆ្នាំតើអ្នកមិនចង់ឲ្យខ្ញុំឃើញចៅប្រុសមុនពេលខ្ញុំស្លាប់ទេចៅប្រុសរបស់អ្នកកំពុងនៅក្នុងឡានរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងនាំគាត់មកផ្ទះវិញដើម្បីជួបអ្នកឆាប់នេះអ្នកទាំងអស់គ្នាទៅផ្សារទំនើបហើយទិញប្រដាប់ក្មេងលេងទាំងអស់ដែលក្មេងអាចចូលចិត្តអ្នកប្រាប់ផ្ទះបាយឲ្យធ្វើអ្វីដែលក្មេងចូលចិត្តហើយអ្នកទាំងអស់គ្នាប្រញាប់សម្អាតបន្ទប់ទៅមែនហើយលោកហាខ្ញុំមានចៅប្រុសម្នាក់ចៅប្រុសរបស់ខ្ញុំចិត្តត្រឡប់មកផ្ទះវិញហើយបងប្រុសធំកុំអបអរលឿនពេកអីជែកមិនដែលណាត់ជួបអ្នកណាម្នាក់សោះតើគាត់អាចមានកូនប្រុសភ្លាមដោយរបៀបណាចៅប្រុសនេះប្រកាសជាคล้ายមែនខ្ញុំស្មានថាយ៉ាក់បានរើសក្មេងម្នាក់ដើម្បីធ្វើឲ្យអ្នកសប្បាយចិត្តនៅថ្ងៃកំណើតគម្រប់88ឆ្នាំរបស់អ្នកបើក្មេងល្ងងនោះហ៊ានកុហកខ្ញុំនឹងវាជើងគាត់មែនហើយពិតជាក្មេងមែនคล้าย100ក្មេងល្ងងបើឯងហ៊ានកុហកអញរងចាំមើលថាអញធ្វើអ្វីដាក់ឯងក្មេងល្ងងឲ្យឯងហ៊ានកុហកជីតាមែនទេអូចៅប្រុសដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំបងប្រុសឲ្យមើលក្មេងម្នាក់នេះទៅអ្នកអាចដឹងថាគាត់មិនមែនជាសមាជិកគ្រួសារជេកទេកុំឲ្យគេបោកបញ្ឆោតអីជេកត្រឡប់មកវិញហើយអូដូច្នេះនេះប្រកាសជាក្មួយស្រីក្មេកខ្ញុំមែននាងស្អាតណាស់តើនាងមកពីគ្រួសារអ្នកមានណាសួស្ដីយាយខ្ញុំឈ្មោះថមខ្ញុំជាចៅប្រុសរបស់អ្នកក្មេងរូបពីសម្នាក់នេះចង់ក្លាយជាចៅប្រុសរបស់ខ្ញុំមែនទេដូចជាអ្នកស័ក្តិសមណាស់ថមមកជាមួយជីតាកុំឈរនៅទីនេះបងប្រុសធំនៅពីក្រោយអ្នកយើងត្រូវខិតខំធ្វើការហើយបញ្ចប់បេសកកម្មវិធីនោះយើងអាចស្នាក់នៅក្នុងទីក្រុងហើយរកប៉ាឃើញទេមែនហើយឪពុករបស់ថមធ្វើការនៅក្នុងទីក្រុងដូច្នេះពួកគេជាម្ដាយនិងកូនក្រីក្រម្នាក់ដែលត្រូវបានមនុស្សអាក្រក់បោះបង់ចោលគ្មានអ្វីចម្លែកទេដែលពួកគេត្រូវការលុយខ្លាំងម្ល៉េះមនុស្សថោកទាបនោះពិតជាគ្មានបេះដូងមែនល្អកាលខ្ញុំនៅរស់ខ្ញុំបានឃើញកូនប្រុសខ្ញុំមានគ្រួសារហើយបងប្រុសធំអ្នកត្រូវតែរក្សាចិត្តឲ្យស្ងប់ជែកមិនដែលណាត់ជួបជាមួយអ្នកណាទេហើយឥឡូវនេះគាត់ស្រាប់តែយកកូនប្រុសម្នាក់មកផ្ទះអាយុបែបនេះវាត្រូវតែคล้ายក្មេងនេះគួរឲ្យស្រឡាញ់ណាស់ខ្ញុំចូលចិត្តថមជីតាធ្លាប់មានមនុស្សទិញប្រដាប់ក្មេងលេងឲ្យអ្នកច្រើនណាស់ហើយអ្វីក៏ដោយដែលអ្នកចូលចិត្តប្រាប់ជីតាទៅហើយខ្ញុំនឹងទិញវាទាំងអស់ឲ្យអ្នកអរគុណលោកតាមកចុះសម្លាញ់លោកតានឹងបង្ហាញបន្ទប់របស់អ្នកនេះជាអ្វីនោះជាសក់របស់ក្មេងតូចនោះយកវាទៅប្រៀបធៀបឌីណេជាមួយសក់របស់យ៉ាក់ពេលលទ្ធផលចេញយើងនឹងប្រកាសវានៅពិធីជប់លៀងខួបកំណើតបុរសចំណាស់នៅថ្ងៃស្អែកហេតុអ្វីបានជាថមមិនទាន់មកដល់ខ្ញុំបានរកឃើញថាស្ត្រីនោះជានរណាហើយនាងគ្រាន់តែជាស្ត្រីភូមិម្នាក់ហើយក្មេងនោះគឺជាកូនឥតខានស្លារបស់នាងពីខាងក្រៅអស្ចារ្យណាស់
ប្រាប់លោកនាយកយន់ថានៅពេលដែលរបាយការណ៍ទេសភាពជាឪពុករួចរាល់គាត់ត្រូវផ្ញើវាមកភ្លាមខ្ញុំចង់ឃើញពីរបៀបដែលយ៉ាក់ពន្យល់រឿងនេះទៅកាន់ឪពុករបស់គាត់នៅចំពោះមុខមិត្តភ័ក្តិនិងសាច់ញាតិទាំងអស់នេះហាហាហាតើនារីវ័យក្មេងនិងព្រះអង្គម្ចាស់តូចនោះមកពីគ្រួសារអ្នកមានណាអារម្មណ៍នោះស្រែកឡើងដូចលុយចាស់សូមរងចាំនឹងមានកម្មវិធីល្អមួយឆាប់នេះថមមកទីនេះរកជីតាចាំបន្តិចក្មេងនេះហៅតាចាស់ថាជីតាតើគាត់អាចជាកូនប្រុសរបស់លោកជ័យបានទេមើលទៅដូចជាមានរឿងធំមួយកំពុងត្រូវបានប្រកាសនៅថ្ងៃនេះថមសូមជូនពរឲ្យអ្នកមានពរជ័យគ្មានទីបញ្ចប់និងអាយុយឺនយូរនេះជាគំនូរដែលថមគូដោយខ្លួនឯងខ្ញុំសង្ឃឹមថាអ្នកចូលចិត្តវាលោកតាចូលចិត្តវាណាស់លោកម្ចាស់នេះជារបៀបដែលមនុស្សនៅក្នុងទីក្រុងញ៉ាំអាហារនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍មែនទេយកអ្វីក៏បានតាមចិត្តហេតុអ្វីបានជាមនុស្សនៅក្នុងទីក្រុងចូលចិត្តញ៉ាំស្លឹកឈើខ្លាំងម្ល៉េះវាមើលទៅស្អាតជាងស្ពៃក្តោបដែលយើងធ្លាប់ញ៉ាំទៅទៀតបើដូច្នោះតើថមចង់សាឡបងខ្លះទេអស្ចារ្យមែនតាមពិតខ្ញុំគិតថានាងជាកូនស្រីរបស់គ្រួសារអ្នកមានម្នាក់វាបង្ហាញថាខ្ញុំយល់ខុសទាំងស្រុងគួរឲ្យអស់សំណើចណាស់សូម្បីតែអ្នកបម្រើផ្ទះរបស់ខ្ញុំក៏មិនញ៉ាំបែបនោះដែរនោះជារបៀបដែលកម្មករសំណងញ៉ាំអូព្រះជាម្ចាស់ឲ្យអ្នកទាំងអស់គ្នាមកមើលហេតុអ្វីបានជាអ្នកទាំងពីរនេះអង្គុយញ៉ាំអាហារនៅលើឥដ្ឋក្មេងរពីនៅជនបទមិនអាចក្លាយជាស្ត្រីពិតបានទេអូព្រះជាម្ចាស់ឲ្យខ្ញុំមិនជឿថាក្មេងនោះជាកូនប្រុសរបស់ជេកទេគ្រួសាររបស់យ៉ាក់មានអ្នកស្នងរត់ឥឡូវនេះបរិះចំណាស់នឹងលោតដោយអំណរនៅពេលដែលគាត់ឃើញរបាយការណ៍នេះប្រញាប់ផ្ញើវាទៅផ្ទះរបស់យ៉ាក់ត្រូវប្រកាសថាអ្នកប្រគល់វាទៅឲ្យបរិះចំណាស់ដោយខ្លួនឯងអ្នកដឹកនាំរឿងយន់កុំបារម្ភអីបេសកកម្មត្រូវបានធានាម៉ាក់តើពួកគេកំពុងសើចចំអកឲ្យយើងមែនទេថមខ្ញុំគិតថាខ្ញុំធ្វើឲ្យអ្នកខ្មាស់អៀនដូច្នេះអាហារមានរសជាតិឆ្ងាញ់ជាងពេលអ្នកញ៉ាំបែបនេះហើយអ្វីបានជាអ្នកមិនប្រាប់ជីតាឲ្យលឿនជាងនេះខ្ញុំមិនដែលដឹងថាការអង្គុយចុះពេលកំពុងញ៉ាំអាចមើលទៅមានថ្នាក់នឹងឆាតឆាយបែបនេះទេចាប់ពីពេលនេះទៅខ្ញុំក៏ញ៉ាំបែបនេះដែរប៉ាហេតុអ្វីបានជាអាកប្បកិរិយារបស់ពួកគេផ្លាស់ប្ដូរលឿនម្ល៉េះពេលប៉ាជោគជ័យអ្វីគ្រប់យ៉ាងដែលប៉ាធ្វើគឺត្រឹមត្រូវ